Hello សួស្តីបងប្អូននិងមិត្តភ័ក្តិយើងទាំងអស់គ្នាថ្ងៃនេះសូមចែករំលែករូបមន្តមួយគេហៅថារូបមន្តចំណេះដឹងនៅក្នុងពិភពលោកនេះគឺជាមេរៀនមួយដ៏សំខាន់បំផុតដែលបងប្អូនត្រូវដឹងត្រូវយល់មុននឹងចាប់ផ្ដើមដឹងថាខ្លួនយើងនៅចំណុចណាមួយហើយយើងចង់បានអ្វីនៅក្នុងជីវិតលុះត្រាណាតែយើងដឹងអំពីចំណេះដឹងនៅក្នុងពិភពលោកដើម្បីឲ្យយើងប្រៀបធៀបខ្លួនយើងទៅនឹងពិភពលោកហើយយើងត្រូវដឹងច្បាស់ថាយើងចង់បានអ្វីពិតប្រាកដនៅក្នុងជីវិតនេះពីព្រោះអីយើងបានដឹងហើយថាពេលវេលានៅក្នុងជីវិតមានកំណត់ដើម្បីឲ្យយើងត្រូវធ្វើឲ្យកើតលុះត្រាណាតែយើងដឹងឲ្យច្បាស់ថាយើងចង់បានអ្វីដោយពិតប្រាកដតើតែយើងដឹងឲ្យពិតប្រាកដហើយប្រៀបធៀបខ្លួនយើងទៅនឹងចំណេះដឹងនៅក្នុងពិភពលោកហើយដាក់សំណួរសួរថាតើខ្ញុំមានសមត្ថភាពពិតនៅដែលអាចទៅធ្វើនៅអ្វីដែលខ្លួនឯងចង់បានមេរៀននេះនឹងបកស្រាយឲ្យបងប្អូនទាំងអស់គ្នាចាប់ផ្ដើមដើម្បីឲ្យយល់ឲ្យដឹងឲ្យទៅស្រាវជ្រាវមើលតើយើងនៅជំហរមួយណាហើយនៅកន្លែងមួយណានេះហើយគឺជាមេរៀនដូច្នេះខ្ញុំនឹងចែករំលែកមេរៀននេះទៅដល់បងប្អូនយើងទាំងអស់គ្នាដើម្បីឲ្យបងប្អូនយើងទាំងអស់គ្នាយកទៅវឹកហាត់យកទៅស្រាវជ្រាវដើម្បីទៅរកភាពជោគជ័យរបស់ខ្លួនឯងនេះគឺជាមេរៀនមួយដែលគេហៅថាចំណេះដឹងនៅក្នុងពិភពលោកហើយយើងធ្វើបែកទៅជា3កន្លែងទី1ចំណេះដឹងដែលយើងដឹងយើងចេះយើងមានចំណែកទី2យើងដឹងថាយើងមិនដឹងមិនចេះគ្រាន់តែយើងដឹងថាយើងមិនដឹងមិនចេះក៏មានផលប្រយោជន៍មួយដែរតែចំណុចដែលសំខាន់ជាងនឹងបំផុតទៅទៀតនោះគឺដឹងថាមិនដឹងថាមានចំណេះបានន័យថាយើងមិនដឹងរឿងអ្វីទាំងអស់ស្អីក៏មិនដឹងតែងឹតឈឹងមិនដឹងថាគេធ្វើបាបមិនដឹងថាគេស្អីមួយគឺយើងមិនដឹងទាំងអស់នេះគឺកន្លែងដែលមកបាំងហើយយើងមិនដឹងថាយើងមានជំងឺអីមានរោគអីឧទាហរណ៍វាមានច្រើនលើសពីការស្មានផងយើងទៅទៀតអញ្ចឹងយើងត្រូវបំបែកវាម្ដងមួយសំណួរសួរថាតើខ្ញុំមានចំណេះដឹងប៉ុន្មានដែលខ្ញុំត្រូវតែប្រៀបធៀបនៅក្នុងពិភពលោកនេះសំណួរទី2សួរថាតើខ្ញុំមានសមត្ថភាពប៉ុណ្ណានៅអ្វីដែលខ្ញុំចង់បានហើយនៅអ្វីខ្លះដែលខ្ញុំដឹងថាខ្ញុំមិនទាន់មានសមត្ថភាពហើយអ្វីខ្លះដែលខ្ញុំមិនដឹងដែលខ្ញុំត្រូវដឹងមុនទៅធ្វើនៅអ្វីដែលខ្ញុំចង់បានហើយទាំងអស់នេះវាមាន100%ទាំងអស់យើងត្រូវបំបែកសួរថាតើចំណេះដឹងនៅក្នុងពិភពលោកនេះខ្ញុំចេះបានប៉ុន្មានភាគរយបើគិតទៅយើងបានតែ1%ទេយើងចេះតិចបំផុតចំណេះដឹងនៅក្នុងពិភពលោកនេះទោះបីចេះច្រើនប៉ុណ្ណាក៏នៅតែ1%ដែរពីព្រោះយើងប្រៀបធៀបទៅនៅក្នុងពិភពលោកអ្វីដែលយើងមិនដឹងអ្វីនៅក្នុងចិត្តគេអ្វីនៅក្នុងចិត្តយើងអ្វីដែលគេចង់បានអ្វីដែលយើងចង់បានគឺយើងមិនដឹងទាំងអស់ដូច្នេះយើងបានតែ1%ទេនៅក្នុង1%នេះយើងប្រើបានតែ50%ទៀតអ្វីខ្លះនោះគឺយើងចេះហើយតែយើងប្រើការមិនកើតនេះហើយគឺជាសមត្ថភាពពិតផងយើងត្រូវទទួលស្គាល់ការពិតនេះមួយឲ្យច្បាស់សិនទី2យើងដឹងថាយើងមិនដឹងមិនចេះឧទាហរណ៍យើងដឹងថាយើងមិនចេះបើកយន្តហោះមិនចេះធ្វើយន្តហោះយើងមិនចេះធ្វើទេរ៉ូហ្វូនឬក៏យើងមិនដឹងថាយើងមិនដឹងទាំងអស់គ្រាន់តែយើងដឹងថាយើងមិនដឹងតែបើយើងចង់ចេះយើងចង់ដឹងយើងទៅអង្គុយរៀនវាទៅវឹកសាក់វឹកហាត់យើងមិនដឹងថាហិរញ្ញវត្ថុនៅក្រោមមេឃលើដីនេះរត់នៅលើក្បាលយើងរាប់ម៉ឺនរាប់សែនរាប់លាននោះទេនឹងគឺយើងរស់នៅក្នុងភាពយើងដឹងតែយើងគ្រាន់តែដឹងថាយើងមិនដឹងយើងទទួលស្គាល់ការពិតមួយយើងត្រូវដឹងថាយើងមិនដឹងសិននៅក្នុងចំណុចទី3មិនដឹងនេះហើយគឺអវិជ្ជាគឺយើងមិនដឹងទាំងអស់មិនដឹងថានៅក្នុងខ្លួនយើងមានស្អីខ្លះមានរឿងអីខ្លះនៅក្នុងពិភពលោកនេះអ្វីខ្លះដែលយើងមិនដឹងនៅពេលដែលយើងបំបែកពីមិនដឹងទៅដឹងពីដឹងទៅសមត្ថភាពដែលធ្វើកើត
នេះហើយគឺយើងបង្កើតនៅបញ្ញាដែលពិតប្រាកដដូច្នេះសូមឲ្យបងប្អូនយើងទាំងអស់គ្នាដាក់សំណួរសួរថាអ្វីខ្លះដែលខ្ញុំមិនដឹងនោះហើយយើងនឹងមានរូបមន្តជាច្រើនទៀតដើម្បីមកបកស្រាយដើម្បីមកដោះស្រាយដើម្បីយកមកឲ្យធ្វើឲ្យកើតហេតុនេះហើយសូមឲ្យបងប្អូនយើងតាមដានទាំងអស់នេះយើងមានរូបមន្តជាច្រើនដែលខ្ញុំបានសរសេរអ្នកដែលបានវឹកហាត់ជាច្រើនមកហើយក៏បានដោះស្រាយបញ្ហាបានដូចហេតុនេះហើយសូមឲ្យបងប្អូនយើងយកទៅវឹកហាត់ទៅដោះស្រាយទៅតាមមេរៀននីមួយៗយើងត្រូវតែទទួលស្គាល់ការពិតមួយថាអ្វីដែលយើងមិនដឹងអ្វីដែលយើងដឹងធ្វើមិនកើតអ្វីដែលមិនដឹងទៀតនេះហើយគឺជារូបមន្តដែលបំបែកនៅបញ្ញាយើងបំបែកទាំងអស់នឹងបានយើងនឹងមានបញ្ញាទូលំទូលាយជាងមុនហើយយើងនឹងមានផ្លូវច្រកចេញចូលច្រើនជាងមុនអូខេសូមអរគុណ